រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងស្តីពីការបិទកំណត់មហាវិថីឈ្នះចំណុចមុខស្ថានីយ៍បូមទឹកកប់ស្រូវស្ថិតនៅក្នុងភូមិអន្លង់កងានសង្កាត់ក្មួយខណ្ឌក្មួយរាជធានីភ្នំពេញដោយត្រូវបិទម្ខាងនិងបើកម្ខាងជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី25ខែមីនាឆ្នាំ2025រហូតដល់ថ្ងៃទី25ខែឧសភាឆ្នាំ2025ដែលជាការអនុវត្តគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូនិងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ជាការជន់លិចដោយទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញអាស្រ័យហេតុនេះសូមសាធារណជនទាំងអស់ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវនិងធ្វើដំណើរឆ្លងកាត់តាមផ្លូវខាងលើមេត្តាជ្រាបនិងយោគយល់អធិស្ឋានចំពោះការរំខានដល់ការធ្វើចរាចរណ៍ឆ្លងកាត់ការដ្ឋាននិងផលប៉ះពាល់ផ្សេងៗដែលអាចកើតមានឡើងនិងមេត្តាពង្រៀងចរាចរណ៍ចេញពីទីតាំងខាងលើទៅតាមផែនទីពង្រៀងចរាចរណ៍ដែលបានជូនភ្ជាប់ជាមួយមកទៅតាមផែនទីពង្រៀងចរាចរណ៍ដែលបានជូនភ្ជាប់មកជាមួយ